នៅក្នុងខ្លួនមនុស្សគឺមាន3មាន3អញ្ចឹងវាមានដូចជារ៉ូហានី Jasmani និង Shaitan គឺមានន័យថាពួកអមនុស្សនឹងឯងហើយពួកអមនុស្សនឹងសួរថាតើវានៅកន្លែងណាយើងបិទភ្នែកហើយមើលទាំងអស់គ្នាថាវានៅជុំវិញខ្លួនរបស់យើងអញ្ចឹងវានៅជុំវិញខ្លួនរបស់យើងរាល់សកម្មភាពរបស់យើងគឺវាដឹងទាំងអស់នឹងគេហៅថាពួកអមនុស្សហើយកើតអីបានវាមានដូចជាស្នេហ៍មានគ្រូមានអីដោយសារតែមនុស្សរបស់យើងនឹងមានអ្នកខ្លះគាត់រៀនមន្តអាគមចេះបកែអីចឹងទៅគាត់ក៏ហៅពួកអមនុស្សនឹងដើម្បីយកមកប្រើប្រសិនបើគាត់ប្រើទៅលើតណ្ហារបស់ខ្លួនចង់ឈ្នះចង់ចាញ់ទៅចំពោះអ្នកណាម្នាក់គាត់ប្រើអមនុស្សនឹងនៅក្នុងរូបភាពមួយដែលអត់ល្អអញ្ចឹងទៅអញ្ចឹងអមនុស្សមានន័យថា Shaitan ហ្នឹងគឺនៅជុំវិញខ្លួនរបស់យើងហើយ Jasmani ហ្នឹងគឺខ្លួនប្រាណរបស់យើងដែលយើងក្តិចឈឺដែលយើងគេហៅថាមានដៃមានជើងមានស្បែកហើយខ្លួនប្រាណរបស់យើងមកមួយហ្នឹងគេហៅថា Jasmani របស់យើងហ្នឹងឯង Rohani គឺជាព្រលឹងរស់ហ្នឹងគឺជាព្រលឹងរបស់យើងអញ្ចឹងមានន័យថាពេលដែលយើងគេងព្រលឹងនឹងអីគេពេលដែលយើងគេងបន្ទាប់មកយើងសម័យឬក៏យើងយកសពអីមួយមានន័យថាព្រលឹងយើងចេញពីខ្លួនរបស់យើងឯងមានអ្នកខ្លះស្លាប់អត់ដឹងខ្លួនក៏ប៉ុន្តែគាត់ដឹងទាំងអស់គាត់នៅដេកលើគ្រែទេក៏ប៉ុន្តែយើងធ្លាប់ថាខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាក៏ធ្លាប់ដូចខ្ញុំដែរនៅក្នុងថ្ងៃមួយយើងគេងបន្ទាប់មកយើងដូចយកសពសម័យអញ្ចឹងក៏ប៉ុន្តែពេលដែលយើងគេហៅថានៅសុកឧទាហរណ៍ថាខ្ញុំធ្លាប់ពីមុនមកខ្ញុំធ្លាប់ឃើញយើងទាំងអស់គ្នាជួបជុំគ្នាទាំងដែលយើងអត់ធ្លាប់ស្គាល់គ្នាពីមុនមកក៏ប៉ុន្តែនៅក្នុងថ្ងៃមួយវារូបភាពនឹងមកយល់ទេអូយើងជួបគ្នាខ្ញុំមានអារម្មណ៍ថាយើងដូចធ្លាប់ជួបគ្នានៅណាឬក៏កន្លែងនេះយើងដូចធ្លាប់ឆ្លងកាត់ហើយដូច្នេះកន្លែងហ្នឹងហើយមានអ្នកខ្លះយកច្រឡំថាចាំជាតិយល់ទេមានអ្នកខ្លះចាំជាតិអញ្ចឹងសួរថាតើមនុស្ស100នាក់អញ្ចឹង100នាក់មែនអត់វាទាំងអស់គ្នាត្រូវតែជួបអារម្មណ៍មួយហ្នឹងក៏ប៉ុន្តែអ្នកខ្លះក៏ចាំទៅអ្នកខ្លះក៏អត់ចាំទៅអ្នកខ្លះក៏មានអារម្មណ៍ហ្នឹងនៅសុកមានអារម្មណ៍ហ្នឹងមកទៅអ្នកខ្លះក៏អត់អារម្មណ៍ហ្នឹងមកទៅអញ្ចឹងហើយមានន័យថាអាហ្នឹងហើយគឺជាដួងព្រលឹងរបស់យើងវាចេញសកម្មភាពមុនយើងពេលដែលយើងគេងពេលដែលយើងស្លាប់បាត់បង់ស្មារតីពេលដែលអីហ្នឹងឯងព្រលឹងរបស់យើងចេញពីខ្លួនរបស់យើងហ្នឹងមានន័យថារស់របស់យើងហ្នឹងចេញពីខ្លួនរបស់យើងខ្ញុំធ្លាប់ម្ដងមានថ្ងៃមួយខ្ញុំបានស្លាប់បាត់បង់ស្មារតីរហូតដល់3ថ្ងៃ3យប់អត់ដឹងខ្លួនក៏ប៉ុន្តែអីដែលខ្ញុំដឹងទាំងអស់អ្នកណាទៅលើកខ្ញុំអ្នកណាទៅបីខ្ញុំអ៊ំប្រុសខ្ញុំទៅបីខ្ញុំហើយអ្នកណាខ្លះរត់ទៅហៅអ្នកជិតខាងមកជួយខ្ញុំដឹងរាល់សកម្មភាពដូចឃើញខ្ញុំនៅដេកអញ្ចឹងខ្ញុំនៅឈរមើលគេអញ្ចឹងអាហ្នឹងយើងបញ្ជាក់ថាហ្នឹងគឺជាដួងព្រលឹងរបស់យើងចេញមានន័យថារស់ចេញពីខ្លួនរបស់យើងបន្ទាប់មកពេលដែលខ្ញុំគេអញ្ចឹងទៅមានព្រលឹងមួយទៀតដូចយាយរបស់ខ្ញុំឬក៏តារបស់ខ្ញុំអញ្ចឹងមកចាប់ទាញដៃខ្ញុំថាមកជាមួយយាយមកជាមួយតាទាំងដែលខ្ញុំអត់ដែរធ្លាប់ឃើញយាយខ្ញុំមិនផងទាំងដែលគាត់ខូចពីយូរណាស់មកហើយគាត់បានបាត់បង់ជីវិតតាំងពីយូរមកហើយក៏ប៉ុន្តែនៅក្នុងថ្ងៃហ្នឹងខ្ញុំឃើញគាត់ស្លៀកសពាក់រូបសអាវសមកចាប់ទាញដៃខ្ញុំថាតោះចៅមកមួយយាយអញ្ចឹងពេលហ្នឹងអាខ្លួនរបស់ខ្ញុំកំពុងនៅគេងហ្នឹងមានអារម្មណ៍ថប់ហ្មងថប់ទៅហើមបន្ទាប់មកអ៊ំរបស់ខ្ញុំហ្នឹងគាត់ចេះស្ដោះពេលចេះស្ដោះទៅគាត់ស្ដោះទៅអីទៅដូចយើងចាប់ទាញដៃគ្នាទៅដើមគ្នាអញ្ចឹងថាមកវិញអញ្ចឹងទៅណាពេលដែលយើងដឹងខ្លួនមកវិញយើងមានអារម្មណ៍ថាហត់មែនតើអញ្ចឹងដូចគ្នាមនុស្សដែលចិត្តនឹងបាត់បង់ជីវិតគឺតែងតែឃើញអ្នកខ្លះឈរភ្នែកឡើងលើ
អ្នកខ្លះប្រកាច់អ្នកខ្លះមានរូបភាពផ្នែកខុសៗគ្នាទាំងដែលអាទង្វើដែលខ្លួនឯងធ្លាប់ធ្វើអាក្រក់ពីមុនមកឧទាហរណ៍អញ្ចឹងពេលដែលទង្វើខ្លួនឯងអាក្រក់ដាក់ទៅចំពោះអ្នកណាម្នាក់ពេលដែលមុននឹងពលឹងចាក់ចេញពីខ្លួនរបស់យើងមុននឹងយមរាជយកពលឹងចេញពីខ្លួនរបស់យើងមានន័យថាភ្នែករបស់យើងឈរឡើងលើបន្ទាប់មកយើងឃើញរូបភាពសពគ្រប់តែម្ដងអញ្ចឹងអាមនុស្សនឹងក៏មកដែរអមនុស្សវានឹងតែងគ្រប់បែបគ្រប់យ៉ាងអាខ្លះមានចេញឈាមបើសិនថាគាត់ធ្វើអំពើអត់ល្អអញ្ចឹងទៅវានឹងទាញគាត់ទៅតំបន់ណាអត់ល្អអញ្ចឹងទៅដើម្បីឲ្យទៅធ្លាក់នរកជាមួយគ្នាអាហ្នឹងជំនឿនៅក្នុងសាសនាអញ្ចឹងខ្លួនរបស់យើងគឺមាន3នឹងឯងដូចជាឆៃតានជិស្មានីនិងរ៉ូហានីអញ្ចឹងបងប្អូនទាំងអស់គ្នានឹងយល់ហើយអ្វីដែលគេហៅថាព្រលឹងខ្មៅវិញ្ញាណខ្មៅហើយអ្វីទៅដែលគេហៅថាខ្លួនប្រាណរបស់យើងហើយអ្វីទៅដែលគេហៅថាវិញ្ញាណបរិសុទ្ធអញ្ចឹងយើងយល់អំពីវិញ្ញាណហើយបន្ទាប់មកយើងមកយល់អំពីវិញ្ញាណខ្មៅនឹងវិញម្ដងគោលបំណងរបស់វាមកតាមព្យាបាលមនុស្សគ្រប់គ្នានឹងគឺដើម្បីអីគេប៉ុន្តែសូមកាត់បងតិចមានន័យថាមនុស្សគ្រប់គ្នាក្នុងម្នាក់គាត់មាន3នឹងហ្មងបាទមានន័យថានៅក្នុងខ្លួនម្នាក់មានព្រលឹងបរិសុទ្ធមួយមានវិញ្ញាណខ្មៅមួយនៅមានន័យថាគ្រប់គ្នាមែនបាទគ្រប់គ្នាទាំងអស់មិនថាអ្នកកាន់សាសនាណាទេគឺមានគ្រប់គ្នាទាំងអស់អញ្ចឹងហើយបានពួកគាត់នៅក្នុងហ្នឹងគឺតែងតែជួបប្រទះរឿងអីមួយដែលអ្នកខ្លះជួបរឿងផ្សេងគ្នាដូចជាប្រិយមិត្តអ្នកដែលកំពុងទស្សនាឬក៏តាមដាននៅក្នុងហ្នឹងអីខ្ញុំជឿជាក់100%ថាពួកគាត់នឹងតែងតែជួបប្រទះរឿងអីមួយដែលមិននឹកស្មានមកដល់មែនទេអញ្ចឹងពេលខ្លះអ្នកខ្លះឧទាហរណ៍ថាតាទុំខូចអីចឹងទៅយល់សពឃើញតាគាត់មកលេងមែនទេយល់សពឃើញតាគាត់ឲ្យលេខឆ្នោតឬក៏យល់សពឃើញតាគាត់ប្រាប់ដំណឹងនេះដំណឹងនោះអញ្ចឹងទៅអញ្ចឹងអាចទាំងអស់នោះឲ្យសួរថាយើងបែងចែកអត់ដាច់ទេមួយណាវិញ្ញាណមួយណាខ្មោចមួយណាពលឹងវិញ្ញាណបរិសុទ្ធគឺយើងអត់បែងចែកឲ្យដាច់ទេក៏ប៉ុន្តែយើងអាចបែងចែកដាច់មួយវិញ្ញាណរបស់យើងបរិសុទ្ធគឺអត់ចេះនិយាយទេមកគឺស្ងៀមស្ងាត់ហ្មងឧទាហរណ៍មានតាម្នាក់គាត់បានស្លាប់បន្ទាប់មកប្រពន្ធរបស់គាត់យប់ដែលគាត់ស្លាប់ហ្នឹងទៅប្រពន្ធរបស់គាត់បានក្រោកពីដំណេកមកឃើញតាម្នាក់កំពុងនៅអង្គុយចង់ជើងរបស់គាត់សាកសពដែលស្លាប់ហើយហ្នឹងណាព្រលឹងគាត់នឹងអង្គុយចង់ជើងរបស់គាត់បន្ទាប់មកអត់និយាយស្ដីអីអញញឹមដាក់ហើយសោចដាក់រូបភាពចេញមកល្អស្អាតយើងគិតថាអូគាត់ធ្វើបន់បានណាមែនទេអញ្ចឹងយើងមានអារម្មណ៍ថាគាត់ធ្វើបន់បានណានឹងហើយគេហៅថាវិញ្ញាណបរិសុទ្ធក៏ប៉ុន្តែមួយទៀតវិញ្ញាណខ្មៅវាមកដល់វាអង្គុយចង់ជើងដូចគ្នាក៏ប៉ុន្តែវានឹងបញ្ចេញសម្លេងឲ្យយើងព្រឺព្រួចមកវានឹងបញ្ចេញសម្លេងយំវានឹងបញ្ចេញសម្លេងមួយដែលគេហៅថាដូចជាឧទាហរណ៍ថាឈឺចាប់នៅក្នុងខ្លួនអីចឹងទៅឬក៏សម្លេងស្រែកជួយផងអីចឹងទៅដើម្បីឲ្យយើងនឹងដឹងថាគាត់កំពុងតែជួបបញ្ហាអីមួយហើយដើម្បីអូសទាញគាត់ដើម្បីទៅណាទៅណីហើយចឹងពេលដែលយើងចូលព្រៃគេហៅថាចាស់តែងតែនិយាយថាពេលដែលចូលព្រៃបើសិនឮសូរសំឡេងអីកុំតបកុំឆ្លើយអីទាំងអស់បាទមែនណាមែនបងអញ្ចឹងពេលដែលយើងចូលព្រៃវិញ្ញាណខ្មៅហ្នឹងឲ្យវាតំណែងជាអ្នកណាម្នាក់ហៅយើងដូចជាគ្នាយើងទៅ5នាក់អញ្ចឹងមានអាសក់មានអាសៅមានអាអីចឹងទៅអញ្ចឹងយើងឮសូរសំឡេងអាសក់ហៅថាឯងមកនេះបើសិនយើងឆ្លើយមានន័យថាយើងតាមគោលជំនឿរបស់វាទៅហើយយើងវែងបាត់តាមផ្លែតស្មារតីរបស់យើងបាត់វានឹងអូសទាញយើងទៅតំបន់មួយណាដែលអត់ល្អហើយអញ្ចឹងកន្លែងហ្នឹងហើយគេហៅថាខ្មោចលងឬក៏វិញ្ញាណទាញយើងទៅឬក៏អំពើមួយដែលធ្វើឲ្យយើងខ្លាចអញ្ចឹងថាក៏ប៉ុន្តែវិញ្ញាណរបស់យើងបរិសុទ្ធគេហៅថាអត់ចេះអត់ឮសំឡេងឯងមកបញ្ចេញភាពស្ងៀមស្ងាត់សួរថាតើហេតុអីវិញ្ញាណបរិសុទ្ធគាត់មិនអាចនិយាយស្ដីបាន
ហើយវិញ្ញាណខ្មៅហេតុអីបានអាចចេញជាសម្លេងឬក៏និយាយស្ដីបានដោយសារតែវិញ្ញាណបរិសុទ្ធរបស់យើងឧទាហរណ៍ដែលនេះនៅក្នុងសាសនាឧទាហរណ៍ប្រសិនបើវិញ្ញាណបរិសុទ្ធអាចនិយាយបានវានឹងអាចរៀបរាប់ប្រាប់យើងទាំងអស់ថាហែងកុំធ្វើអាក្រក់អីហែងធ្វើល្អទៅយើងស្លាប់ទៅយើងជួបកន្លែងនេះយើងនៅកន្លែងនេះមែនទេនៅក្នុងភ្នោយើងជួបអញ្ចេះនៅក្រៅភ្នោយើងជួបអញ្ចេះយើងតែជាជួបគេសួរចម្លើយអញ្ចឹងមនុស្សម្នាក់បើសិនយើងស្ដាប់អញ្ចឹងហើយមានគោលជំនឿទាំងអស់គ្នាអត់មានអ្នកណារស់ស៊ីទេមែនទេបាទហើយម្នាក់តែងតែងប់នឹងអាពេលជំនឿទាំងអស់ហ្នឹងហើយមែនអត់បាទអញ្ចឹងបើសិនតែខាងបងវិញអញ្ចឹងហើយព្រះអល់ឡោះបានបង្កើតវិញ្ញាណហ្នឹងមកគឺបិទមាត់អត់ឲ្យនិយាយស្ដីហើយក៏ប៉ុន្តែបង្ហាញជាមួយនឹងកាយវិការមួយដែលបើសិនថាអ្នកធ្វើអំពើល្អតែងតែបរិច្ចាគតែងតែថ្វាយបង្គំតែងតែនិយាយសម្ដីសម្ដៅល្អទៅចំពោះបងប្អូនរបស់គាត់តែងតែធ្វើអំពើល្អអញ្ចឹងគាត់ពេលដែលស្លាប់ទៅវិញ្ញាណគាត់ចេញមកដោយល្អក៏ប៉ុន្តែពេលដែលគាត់ធ្វើអំពើអាក្រក់នឹងវិញ្ញាណខ្មៅនឹងបង្ហាញអាភាពអាក្រក់ណាស់ឯងនឹងហើយគេបញ្ជាក់ថាវិញ្ញាណខ្មៅនឹងឯងអញ្ចឹងពេលដែលយើងដឹងថាហេតុអីឥឡូវយើងដឹងគោលបំណងថាហេតុអីមិនអាចនិយាយបានក៏ប៉ុន្តែហេតុអីវិញ្ញាណខ្មៅអាចនិយាយបានអញ្ចឹងមានន័យថាគេឲ្យវិញ្ញាណខ្មៅនិយាយបាននៅក្នុងសាសនាអ៊ីស្លាមវិញគេបញ្ជាក់ថាពីព្រោះវិញ្ញាណខ្មៅនេះវាចង់ឲ្យមនុស្សលោកទាំងអស់ដើរនៅលើផ្លូវខុសកុំឲ្យមានគោលជំនឿជឿទៅចំពោះព្រះអល់ឡោះកុំឲ្យមានគោលជំនឿជឿទៅចំពោះធ្វើអំពើល្អយល់ទេអញ្ចឹងបើសិនថានេះវាអាចនាំយើងហើយអញ្ចឹងយើងឧទាហរណ៍វិញ្ញាណខ្មៅនេះវាអាចនាំបានគេហៅថាបិសាចឬក៏ព្រលឹងខ្មៅអីវាអាចសម្ដែងបានអញ្ចឹងឧទាហរណ៍មួយឧទាហរណ៍ស្រីម្នាក់គាត់បានស្លាប់បាត់បង់ជីវិតហើយខ្លួនរបស់គាត់នៅក្នុងភ្នោហើយវិញ្ញាណរបស់គាត់មកគ្រប់40ថ្ងៃទេក៏ត្រឡប់ទៅវិញហើយអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងនេះមួយទៀតវិញ្ញាណបរិសុទ្ធគឺមកនៅក្នុងពិភពលោកនេះត្រឹម40ថ្ងៃទេ40ថ្ងៃ40ថ្ងៃនៅពេលដែលហេតុអីពេលដែលគាត់ស្លាប់ភ្លាមហើយវិញ្ញាណរបស់គាត់គេតម្រូវឲ្យគាត់មក40ថ្ងៃដើម្បីមកមើលបងប្អូនរបស់គាត់ដើម្បីឲ្យមើលកូនចៅរបស់គាត់មុននឹងទៅដើម្បីមកលាក៏ប៉ុន្តែនៅក្នុងរូបភាពមួយដែលមនុស្សគ្រប់គ្នាអត់ឃើញទេហើយដូចអត់មានសម្លេងអត់មានសម្ដីទេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ទៅជួបម្នាក់នោះឬក៏ខ្ញុំចង់ទៅជួបអេដមែនអញ្ចឹងវិញ្ញាណខ្ញុំចេញមកឧទាហរណ៍ថាខ្ញុំធ្លាប់នឹងចែងអង្គុយណាអេដមែននឹងអង្គុយម្នាក់ឯងនៅសក់ឃើញរូបភាពខ្ញុំនឹងអង្គុយផ្លែតអញ្ចឹងទៅមានន័យថាខ្ញុំមកលេងតែអត់និយាយទេនៅក្នុងមករូបភាពស្អាតរូបភាពបរិសុទ្ធក៏ប៉ុន្តែអាវិញ្ញាណខ្មៅហ្នឹងវាមកដែរវាមកនៅក្នុងរូបភាពមួយកបត់ក្បាលទៅវាមកនៅក្នុងរូបភាពមួយទៀតចេញឈាមទៅឬក៏រូបភាពមួយទៀតដូចបងប្អូនបានឃើញថាអ្នកខ្លះបើកឡានមានស្ត្រីពោពោះម្នាក់កបត់ក្បាលហើយពោកូនដើរកាត់ខាំខ្នល់អញ្ចឹងសួរថាខ្មោចមានពិតអត់អាហ្នឹងខ្មោចវាមានពិតតាមរយៈវិញ្ញាណខ្មៅនឹងឯងហេតុអីបានវាធ្វើបែបហ្នឹងដើម្បីវាធ្វើឲ្យមនុស្សគ្រប់គ្នាវល់តំណែងបែងចែកអត់ដាច់ថាពិភពលោកនឹងមានខ្មោចពិតប្រាកដអត់ហើយកន្លែងដែលវារស់នៅកន្លែងណាកន្លែងដែលវារស់នៅវិញ្ញាណខ្មៅរបស់វានឹងវាមានកន្លែងស៊ូមរបស់វានៅដូចជាតាមរុនដូចជារុនក្តាមរុនពួរនៅលើដើមឈើមានរុនដីបែកហែងមានប្រឡោះដីបែកហែងហ្នឹងនៅលើអីគេតបោកដីតបោកទាំងអស់ហ្នឹងសិនតែវិញ្ញាណខ្មៅរស់នៅទាំងអស់អញ្ចឹងពេលដែលគេធ្វើផ្ទះសាងសង់ផ្ទះធ្វើអីមួយដែលអត់មានសំណែនអត់មានជេងគាត់អាហ្នឹងនៅក្នុងសាសនាពុទ្ធណាអត់មានជេងគាត់អត់មានអីចឹងទៅអញ្ចឹងហើយពេលដែលយើងធ្វើផ្ទះឬក៏សាងសង់អីមួយនៅលើរបស់គាត់គឺគាត់នឹងអាចរករឿងហើយអញ្ចឹងវិញ្ញាណខ្មៅនឹងអត់មានកន្លែងនៅវាចង់មកគ្រប់គ្រងឬក៏សងសឹកទៅចំពោះ
ម្ចាស់ផ្ទះណាដែលសាងសង់នៅលើខ្លួនគាត់អញ្ចឹងគាត់សងសឹកបែបណាវិញ្ញាណខ្មៅនឹងវាតាមជាបាទៅចំពោះអ្នកណាម្នាក់សាងសង់ឬក៏បំផ្លាញជំរុំរបស់គាត់អញ្ចឹងទៅឬក៏និយាយស្ដីអត់ល្អចំពោះគាត់ទៅហើយគាត់ទៅតាមណាមិនមែន1ឆ្នាំមិនមែន2ឆ្នាំរាប់ឆ្នាំវាមើលប្រឡោះណាដែលគាត់បាត់បង់ស្មារតីពេលដែលមានកម្លាំងអត់សូវអីទេពេលដែលកើតទុកអីមួយវានឹងព្យាបាលដែរចំណុចជំហានដំបូងគឺវានឹងព្យាបាលជាមួយនឹងទុកតរៈរបស់គាត់មានទុកអញ្ចឹងអាវិញ្ញាណខ្មៅនឹងតែងតែចាក់ហើយលោតទឹកទៅនៅធ្វើអីទៀតលើពិភពលោកហ្នឹងហើយរស់នៅធ្វើអីទៀតនៅកន្លែងហ្នឹងវាតែងតែចាក់ហើយវាមានបញ្ហាគ្រប់បែបគ្រប់យ៉ាងទប់អារម្មណ៍អត់បានវាចូលស្ថិតពឹបមួយនាទីទេវានឹងអាចនាំយើងទៅធ្វើអត្តឃាតខ្លួនឯងបានមានអ្នកខ្លះចងកសម្លាប់ខ្លួនមានអ្នកខ្លះលោតទឹកសម្លាប់ខ្លួនមានអ្នកខ្លះទៀតធ្វើគ្រប់បែបគ្រប់យ៉ាងដោយសារមួយនាទីរបស់វិញ្ញាណខ្មៅនឹងចូលស្ថិតខ្លួនរបស់វាអញ្ចឹងណាហើយអាហ្នឹងតាមគេហៅថារយៈដែលយើងធ្វើផ្ទះធ្វើអីអញ្ចឹងទៅអញ្ចឹងមួយទៀតវាមានតំណរបស់វាអត់ថារាប់ឆ្នាំយើងមានខ្សែសាវតាអីអញ្ចឹងទៅអ្នកដែលធ្លាប់វាកាន់ហើយពេលដែលវាកាន់បានវាមានចំណៃសែនវាមានចំណៃចំណុកវាតែងទៅតាមហើយដើម្បីនាំមនុស្សនឹងដើរនៅលើផ្លូវខុសប៉ុន្តែសុំកាត់បងតិចឧទាហរណ៍ថាមនុស្សម្នាក់ស្លាប់អញ្ចឹងវិញ្ញាណខ្មៅមានវិញ្ញាណ2ត្រូវបងហើយវិញ្ញាណដែលបរិសុទ្ធហ្នឹងគាត់អាចមកវិញបានតែ40ថ្ងៃទេប៉ុន្តែវិញ្ញាណខ្មៅហ្នឹងនៅពេលដែលវិញ្ញាណបរិសុទ្ធទៅនឹងវិញ្ញាណខ្មៅហ្នឹងអត់ទៅជាមួយឬក៏មិនទៅជាមួយទេអញ្ចឹងពេលដែលនៅលើពិភពលោកនេះវិញ្ញាណខ្មៅហ្នឹងគេហៅថាកលែងសៃតានហ្នឹងវិញ្ញាណខ្មៅហ្នឹងវាមានផ្សារដូចយើងវាមានផ្ទះដូចយើងក៏ប៉ុន្តែយើងមើលអត់ឃើញទេការរស់នៅរបស់វាគឺលើពិភពលោកហ្នឹងគឺណែនហ្មងយល់ដោយសារអត់បានទៅចាប់ជាតិទេវាអត់បានទៅចាប់ជាតិទេអញ្ចឹងគេហៅថារូបភាពគ្រប់បែបគ្រប់យ៉ាងវានៅជាមួយយើងនឹងឯងបន្តជាមួយយើងនឹងឯងអញ្ចឹងមានន័យថាឧទាហរណ៍ថាមនុស្សដែលគាត់គ្រោះថ្នាក់ចរាចរណ៍ស្មាតទោសបាទគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងបានគេចេះតែអាសាឃើញបាទហ្នឹងឯងព្រោះដោយសារអីវិញ្ញាណបរិសុទ្ធរបស់គាត់ទៅហើយគាត់អាចទៅទទួលផលបុណ្យឬក៏ទទួលផលកម្មរបស់គាត់តាមខ្ញុំទើបតែយល់ពេលហ្នឹងឯងបងខ្ញុំនិយាយស្មោះត្រង់ហ្មងខ្ញុំធ្លាប់ឮតែអមនុស្សខ្មោចប៉ុន្តែអត់យល់ថាអាហ្នឹងវាមកពីណាបងហ្នឹងហើយនៅពេលដែលបងបានបកស្រាយមកខ្ញុំមានអារម្មណ៍ថាតាមពិតវាអញ្ចឹងបាទអញ្ចឹងដូចប្រិយមិត្តទាំងអស់គ្នាបានស្ដាប់អញ្ចឹងពេលដែលយើងស្ដាប់ហើយយើងគិតថាពិតប្រាកដមែនវានៅកន្លែងហ្នឹងមែនអញ្ចឹងគេហៅថាវាមានចងវាមានដើមវាមានកតុយរបស់វាមែនអញ្ចឹងពេលដែលយើងឃើញភាពអមនុស្សហ្នឹងនៅរាល់កន្លែងគ្រប់ទីកន្លែងវាមានផ្សារវាមានអីដូចគ្នាក៏ប៉ុន្តែវាអត់មកធ្វើយ៉ាងទេយល់ទេវាអត់មកធ្វើយ៉ាងទេក៏ប៉ុន្តែតើតើមនុស្សគេហៅថាមាននិស្ស័យណាដូចគេហៅថាអ្នកដែលមាននិស្ស័យអ្នកដែលវាអាចគ្រប់គ្រងបានអ្នកដែលវាអាចចង់ធ្វើបានអញ្ចឹងអ្នកដែលអាចមើលឃើញគាត់បានគឺមនុស្សដែលចិត្តស្លាប់យល់ទេអ្នកដែលចិត្តស្លាប់ឬក៏អ្នកដែលមានបញ្ហាអីមួយវាបើសិនតែខាងសាសនាអ៊ីស្លាមព្រះជាម្ចាស់បានគេហៅថាបំភ្លឺចិត្តគាត់ឲ្យបានឃើញម្ដងដើម្បីឲ្យគេហៅថាដើម្បីឲ្យសញ្ញាមួយថាគាត់នឹងចិត្តផុតហើយអញ្ចឹងពេលហ្នឹងហើយវាពាក់ព័ន្ធជាមួយនឹងខ្លែងស្រាកយល់ទេខ្លែងស្រាកនេះគឺជាគេហៅថាបរិវាររបស់វិញ្ញាណខ្មៅអញ្ចឹងសត្វខ្លែងស្រាកនេះគឺជាសត្វមួយវិញ្ញាណខ្មៅចិញ្ចឹមចំណាំមើលចោះពេលដែលផ្ទះណាដែលចិត្តមានរឿងឬក៏មានបញ្ហាខ្លែងស្រាកនឹងស្រែកលើតបូលផ្ទះឬក៏ហៅកាត់លើតបូលផ្ទះឬក៏បើសិនតែវាស្រែកខ្លាំងខ្វាក់អញ្ចឹងទៅពិតប្រាកដផ្ទះហ្នឹងគឺមានមនុស្សស្លាប់ឬក៏មានបញ្ហាអីមួយយើងចំណាំមើលបិទភ្នែកហើយយើងមើលត្រឡប់ទៅទាំងអស់គ្នាថាតើរឿងហ្នឹងយើងធ្លាប់ឃើញធ្លាប់ជួបប្រទេសអត់
ធ្លាប់ឮគេនិយាយថានៅពេលដែលឮអាសលេងហ្នឹងភាគច្រើនវាស្រែកពេលយប់បង ហ្នឹងហើយ ហើយអ្នកដែលស្ដាប់ហ្នឹងគឺព្រឺសបល់របៀបថាឮទៅព្រឺសបល់ដូចគេជះតកកលើអញ្ចឹងណាបាទខ្ញុំធ្លាប់ឮ អញ្ចឹងឯងពីព្រោះអីព្រឺសបល់នេះដោយសារអីចង់ដឹងអត់គឺវិញ្ញាណខ្មៅនៅពីក្រោយយើងធ្លាប់ឯងយើងដើរម្នាក់ឯងសុកយើងមានអារម្មណ៍ថារៀងព្រឺតិចចង់ដៃចង់ជើងមានន័យថាវិញ្ញាណខ្មៅកំពុងនៅក្រោយយើងហើយប៉ះខ្លួនយើងនិយាយទៅវាតាមយើងរហូត អញ្ចឹងយើងមានតំបន់ណាដែលអាចជួបវាបានទៅកន្លែងព្រៃផ្សាតវាធ្វើឲ្យដឹងហ្មងមិនមែនអារម្មណ៍យើងខ្លាចឯងក៏ប៉ុន្តែទោះបីអត់ខ្លាចក៏ដោយវាមានព្រឺនៅអញ្ចឹងនៅសុកអង្គុយសុកវាមានព្រឺនៅឆ្អឹងខ្នងយើងមកអាហ្នឹងមានន័យថាវាច្រើនព្រោះដោយសារនៅពេលដែលស្លាប់ហើយអត់បានទៅតាមទេហើយនៅក្នុងមនុស្សម្នាក់គឺមានមួយទៀតអញ្ចឹងវាច្រើនមែនតើហើយមួយទៀតចុះវាចូលចិត្តអីគេអញ្ចឹងដូចខ្ញុំបញ្ជាក់នៅក្នុងវីដេអូដែលខ្ញុំបាននិយាយអញ្ចឹងវិញ្ញាណខ្មៅហ្នឹងគឺភាគច្រើនវាចូលចិត្តដែលរបស់ដែលអត់ល្អអញ្ចឹងយកប្រលប់មកមានអ្នកខ្លះគេហៅថាឃើញអាបឬក៏ឃើញអីអញ្ចឹងពេលដែលកន្លែងណាមានសម្រាមមានអីអត់ល្អអញ្ចឹងហើយពេលដែលផ្ទះណាមួយដែលមានចានឆ្នាំងអីមិនទាន់លាងអីពេលយប់ហូបបាយហើយអាសត្វហ្នឹងឲ្យវាទៅលិតកាកសំណល់របស់យើងវាទៅលិតអញ្ចឹងហើយបានចាស់ពីមុនមកគេរឿងចានឆ្នាំងអីគេអត់ឲ្យຕົកមែនទេហើយខោអាវមនុស្សស្រីឬក៏ខោរបស់មនុស្សស្រីសម្លៀកបំពាក់របស់មនុស្សស្រីសក់មនុស្សស្រីគេអត់ឲ្យຕົកពីវាពីកាលដោយសារអាសត្វហ្នឹងវាចូលចិត្តទៅទុំលើសូម្បីតែខោអាវពេលយប់ក៏គេអត់ឲ្យហាលដែរដោយសារអាសត្វហ្នឹងវាដើរពេលយប់អញ្ចឹងវាតែងតែវាលិតវាតែងតែអីគេបើសិនតែកតបងមនុស្សស្រីដូចជារដូវអីវាទៅដល់វាលិតដែរហើយមានអ្នកខ្លះគេហៅថាឃើញដូចឃើញអាបគេនិយាយថាអាបអីមកអត់ក្បាលនៅលិតឈាមនៅលិតអីហើយវាស៊ីអាកាកសំណល់ដូចជាអីគេតាមលូតាមអីនិយាយទៅគ្រឿងកិច្ចហ្នឹងគ្រឿងកិច្ចអញ្ចឹងដូចជាគេដាក់ពេឲ្យគេស៊ីហ្នឹងឯងអញ្ចឹងហើយប្រភេទវាហូបឆ្ងាញ់បំផុតនោះដូចជាពេមន់ឆ្កាងដូចជាមន់ដែលគេដាក់សំណែនសែនអញ្ចឹងទៅវាចូលចិត្តបំផុតដោយសារមនុស្សវាអាចនាំមនុស្សឲ្យជឿទៅចំពោះវាគ្រប់វាធ្វើជាមេឬក៏ធ្វើជាព្រះអីអញ្ចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចហេតុអីបានវាអាចនៅកន្លែងហ្នឹងបានហេតុអីបានវាចូលចិត្តមន់ឆ្កាងបែបអញ្ចឹងអីតាអញ្ចឹងកន្លែងនេះមុននឹងខ្ញុំនិយាយខ្ញុំក៏លើកដៃសូមអភ័យទោសជាមុនប្រសិនបើខ្ញុំនិយាយទៅខុសការជឿទំនៀមទម្លាប់របស់បងប្អូនដែលពីមុនមកក៏ប៉ុន្តែឥឡូវអ្វីដែលបងប្អូននិយាយគឺសិនតែជាការរៀនសូត្របានដឹងទេអញ្ចឹងអ្វីដែលខ្ញុំបានដឹងពីមុនមកដូចជាវិញ្ញាណខ្មៅហ្នឹងវាតាមអ្វីដែលវាចង់ឲ្យយើងនឹងមានជំនឿជឿទៅចំពោះវាទេវាធ្វើយ៉ាងណាឲ្យមនុស្សទាំងអស់នេះជឿទៅចំពោះវាគោរពទៅចំពោះវារហូតដល់សម័យមុនណាជឿងប់ងល់ទៅចំពោះគេហៅថាអីគេបិសាចជឿទៅចំពោះអីរហូតដល់ឃើញតលតែឥឡូវគេតែងរឿងនិទានមកមានការតង្វាយអីមួយទៅចំពោះបូជាអីអញ្ចឹងទៅអញ្ចឹងធ្វើឲ្យមនុស្សទាំងអស់ដើម្បីបូជាខ្លួនឬក៏បូជាហ៊ានសម្លាប់មនុស្សដើម្បីបូជាឲ្យចំពោះបិសាចឬក៏អញ្ចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំសូមលើកមកបន្តិចឧទាហរណ៍មានមនុស្ស3ក្រុមអញ្ចឹងដូចខ្ញុំបានប្រាប់បងស្រីមិញហ្នឹងមនុស្ស3ក្រុមដើរចូលនៅក្នុងព្រៃដើម្បីកាប់អុសឬក៏អីអញ្ចឹងទៅក្រុមទី1នៅសុកមេឃចុងភ្លៀងមកក្រុមទី1គាត់ទៅច្រកកន្លែងមលុបពោក្រុមទី2គាត់ទៅច្រកនៅក្នុងរោងភ្នំក្រុមទី3គាត់ទៅច្រកកន្លែងដីត្បូកឬក៏ក្លៀតថ្មអីចឹងទៅបន្ទាប់មកក្រុមទី1ក្រុមទី2ក្រុមទី3បានស្នាបានអីគេបន់ទៅចំពោះដើមពោ
ក្រុមទី1បានបនណាពីចំពោះដើមពោអើយបើសិនថាដើមពោមានម្ចាស់មែនស័ក្តិសិទ្ធិមែនសូមឲ្យរៀងភ្លៀងទៅមកក្រុមទៀតបើសិនថារោងភ្នំនេះស័ក្តិសិទ្ធិមែនជួយឲ្យរៀងភ្លៀងទៅមកក្រុមទៀតបើសិនថាដីតពោឬក៏កន្លែងនេះស័ក្តិសិទ្ធិមែនជួយឲ្យរៀងភ្លៀងទៅនៅសឹកអារៀងភ្លៀងហ្នឹងវិច័យដនរៀងភ្លៀងដែលចៃដនក៏ប៉ុន្តែមនុស្សមកក្រុមទី1ក្រុមទី2ក្រុមទី3មានគោលជំនឿដូចគ្នាអញ្ចឹងក្រុមទី1ចាប់ផ្ដើមនៅសឹកកូនឈឺមួយពេលដែលកូនឈឺមួយអូអញទៅបន់ស្រន់កន្លែងហ្នឹងស័ក្តិសិទ្ធិណាមែនទេអញ្ចឹងវាធ្វើឲ្យឈឺហើយអាំងឲ្យយើងទៅបន់កន្លែងហ្នឹងវានឹងបញ្យលសពមកយើងហើយតែទៅដល់មន់ឆ្កាងឲ្យអញតើតាសំណែននេះសំណែននោះឲ្យអញទើបអញឲ្យកូនហែងជាបើអញ្ចឹងទេអញនឹងកាច់កហែងពេលដែលយើងយកទៅដាក់សំណែនកន្លែងហ្នឹងហើយវាអាចនាំយើងទៅងប់ងល់ចំពោះគោលជំនឿរបស់វាពេលដែលយើងគោលជំនឿយូរទៅអ្នកភូមិយកទៅសែនយកទៅអីចឹងទៅនៅក្នុងមួយភូមិអត់សែនកាច់កហែងងាប់អត់សែនឲ្យហែងឈឺទៀតពួកអីវានឹងអាចធ្វើឲ្យយើងឈឺក្បាលដោយសារអាគោលជំនឿគេហៅថាមានភាពអីក៏ដោយតែងតែជឿជាក់សូម្បីតែយើងធ្វើការអីឲ្យជោគជ័យដើម្បីឲ្យនេះយើងកម្លាំងចិត្តរបស់យើងដើម្បីឲ្យជឿជាក់មែនទេមែនអត់អាវិជាសាអញ្ចឹងបើសិនយើងចង់គោលជំនឿលើអីមួយឧទាហរណ៍ថាគោលជំនឿទៅចំពោះដើមឈើពិតប្រាកដណាស់បើសិនថានេះព្រះអល់ឡោះនឹងឲ្យវាស័ក្តិសិទ្ធិដើម្បីឲ្យមនុស្សគោលជំនឿចំពោះវាពួកអីអាសត្វវិញ្ញាណខ្មៅនេះវានឹងធ្វើឲ្យយើងនឹងជំនឿរបស់វាមែនទៅសែនបាត់ឈឺមែនទៅសែនបាត់រោគនេះរោគនោះមែនក៏ប៉ុន្តែពេលដែលអត់សំណែនវានឹងធ្វើឲ្យយើងវេទនាអញ្ចឹងមានអ្នកខ្លះគាត់ដេកឈឺនៅសក់គាត់ឈឺតាមស្លាកដៃជើងនៅសក់គាត់ក៏ប្រកាច់ទៅអូសអេកូនៅពេទ្យក៏អត់ឃើញទៅបែបនេះបែបនោះក៏អត់ឃើញបន្ទាប់មកទៅមើលគ្រូអាគ្រូហ្នឹងក៏មានវិញ្ញាណខ្មៅដូចយ៉ាងដែរវិញ្ញាណខ្មៅវាតែងតែចាក់ហើយទៅសែនមិនបានមែនទេហែងទៅសែនមិនបានបើហែងអត់សែនទេអត់នេះទេអត់រំដោះគ្រូទេមែនទេអញ្ចឹងអាវិញ្ញាណខ្មៅនោះវាធ្វើឲ្យឃើញគ្រូទាំងអស់បើសិនណានេះគ្រូអត់ល្អទេណាដែលគ្រូគេច្បាស់លាស់មែនអត់អីទេអញ្ចឹងវាធ្វើឲ្យឃើញមែនតើហែងអត់សែនហែងខុសមាត់កជាមួយអ្នកនេះគ្រាន់តែបិទភ្នែកទៅឃើញពី3ក្បាល3 4 5ក្បាលនៅលើស្មាផងនៅលើខ្លួនផងបន្ទាប់មកគេនឹងសូត្រផ្លុំអាវិញ្ញាណខ្មៅនឹងយើងកាន់តែគោលជំនឿទៀតភ័យផងគោលជំនឿផងដំបូងវាធ្វើឲ្យឈឺដើម្បីកាត់បន្ថយធម៌ពលខ្លួនរបស់យើងមែនទេពេលដែលយើងឈឺហើយកាត់បន្ថយខ្លួនរបស់យើងធម៌ពលក្នុងខ្លួនរបស់យើងអត់ដេកអត់លក់វាធ្វើឲ្យឈឺក្បាលដេកអត់លក់ហូបអត់ឆ្អែតហូបអត់ចូលបន្ទាប់មកធម៌ពលរបស់យើងនឹងគឺអស់ពេលដែលអស់វាចាប់ផ្ដើមជ្រីកជ្រែកមកនៅក្នុងខួរក្បាលរបស់យើងហែងគិតអានេះហែងគិតអានោះចាប់ផ្ដើមមានអារម្មណ៍ថាស្មុគស្មាញទៅមានអារម្មណ៍ថាអត់ល្អទៅរហូតបាត់បង់ស្មារតីវាចូលមកហ្វឹបមកវាគ្រប់គ្រងបានពេលហ្នឹងហើយវាអត់ស្ដាប់អីទាំងអស់អារម្មណ៍មួយហ្នឹងគឺនៅនឹងវាអាចចាប់ផ្ដើមគោចាប់ថាហើយនៅណាវានឹងឆ្លើយថាអញអ្នកនេះអញ្ចឹងទៅអញ្ចឹងពេលដែលវិញ្ញាណចូលហើយវានឹងហៅបរិវារមកទៀតតែបើសិនយើងអត់មានចាប់អារម្មណ៍វានឹងសាងសង់ផ្ទះរបស់វានៅក្នុងខ្លួនរបស់យើងដើម្បីវាគ្រប់គ្រងតាមតចំនួនអញ្ចឹងមានន័យថានៅពេលដែលយើងអត់មានកម្លាំងឧទាហរណ៍បាក់ទឹកចិត្តឬក៏មិនអញ្ចឹងវិញ្ញាណដែលបរិសុទ្ធគ្រប់គ្រងរបស់យើងកាន់តែខ្សោយទៅគឺវាមកសង្គ្រប់ហ្មងព្រោះអីពេលដែលវាចូលអត់បានដូចយើងទាំងអស់គ្នាហ្នឹងដោយសារតែយើងនៅមានកម្លាំងអត់សូវគិតពីវាហើយអត់មានគោលជំនឿមែនទេអញ្ចឹងពេលដែលយើងអត់មានគោលជំនឿចំពោះវាអត់ងាយបោកប្រាស់យើងបានទេមែនអត់ដូច scam online អញ្ចឹង
បើសិនយើងអត់ងប់ជាមួយវាមិនងាយអូសទាញយើងឯងមែនទេតែបើសិនយើងងប់ជាមួយវាហើយពិតប្រាកដណាស់វានឹងអាចអូសទាញយើងចូលនៅក្នុងផ្លូវមួយដែលងងឹតស្លុបមកអញ្ចឹងលែងស្ដាប់អីទាំងអស់លែងឃើញអីទាំងអស់រហូតដល់យើងបាត់បង់ស្មារតីខ្លាចជាមនុស្សឆ្កួតយល់ហើយតាមពិតទៅខ្ញុំទៅតែយល់ថាមនុស្សម្នាក់មានវិញ្ញាណបរិសុទ្ធមួយសម្រាប់គ្រប់គ្រងហើយមានវិញ្ញាណខ្មៅមួយតាមរហូតតាមហ្នឹងដើម្បីអីគឺដើម្បីចូលនៅពេលដែលដូចថាបាក់ទឹកចិត្តឬក៏ខ្សោយកម្លាំងអីវាអាចគ្រប់បានសង្គ្រប់បានគឺវាចូលមកតាមរហូតអញ្ចឹងបានឃើញមានអ្នកខ្លះគាត់ដូចថាកើតកំហឹងកើតអីដល់ថ្នាក់ហ៊ានបាញ់សម្លាប់គេហ៊ានអីអញ្ចឹងអាហ្នឹងវាមកប្រព្រឹត្តភ្នែកមកដូចជានៅសុកយើងអត់ដែរខឹងអត់ដែរស្រែកសោះអាហ្នឹងចូលមកផ្លេតស្រែកដាក់គ្នាហ្មងដាក់គ្នាឡើងមកកំហឹងមកហើយជាពិសេសពេលណាកើតអីបានសាសនាអ៊ីស្លាមគាត់អត់ឲ្យហូបស្រាដោយសារតែបាត់បង់ស្មារតីមែនទេពេលដែលយើងបាត់បង់ស្មារតីស្អីក៏យើងហ៊ាននិយាយដែរតែយើងចរិតយើងចេញមកអញ្ចឹងអត់ទេវិញ្ញាណខ្មៅវាបញ្ជាឲ្យយើងនិយាយព្រោះអីវាតាមយើងរហូតតាមយើងរហូតពេលដែលយើងនិយាយបាត់បង់សតិទៀតមានន័យថាស្អីក៏យើងហ៊ានធ្វើដែរអញ្ចឹងវានាំឲ្យយើងនឹងដើរនៅលើផ្លូវមួយដែលអត់ល្អបាត់ហើយតាមពិតពាក្យថាគេនាំទៅនេះគេនាំទៅនោះលោតទឹកឬចងកអីចឹងតាមពិតមិនមែនគេណាទេគឺវិញ្ញាណខ្លួនឯងនឹងឯងដោយសារក្នុងមនុស្សម្នាក់មានពីរអូចានិយាយទៅភ្លឺចាស់ហ្មងខ្ញុំហ្នឹងហើយទើបតែយល់ចាអញ្ចឹងដូចបងប្អូនទាំងអស់គ្នាតែងតែនិយាយថាហេតុអីក៏គិតខ្លីម្ល៉េះហេតុអីក៏មានអារម្មណ៍ថាអូគិតខ្លីម៉េះអត់អាណិតនេះអត់មនុស្សគ្រប់គ្នាតែងតែមានមនោសញ្ចេតនាទាំងអស់គ្នាបាទមែនទេតែងតែមានមនោសញ្ចេតនានឹកពុកម្ដាយនឹកម៉ាក់ប៉ាបងប្អូនសាច់ញាតិពេលដែលយើងអារម្មណ៍ល្អអ្វីគ្រប់គ្រងអត់បានគឺយើងមានចិត្តបរិសុទ្ធមួយអាភ្លឹងល្អហ្នឹងវានៅមួយយើងកើតឃើញទាំងអស់ហ្នឹងក៏ប៉ុន្តែពេលដែលវានាំយើងអត់ធ្លាប់គេហៅថាលៀងអាចិត្តយើងនឹងជ្រះថ្លាទេមានន័យថាយើងស្ដាប់បនបាបក៏យើងមិនធ្លាប់មែនទេវត្តក៏យើងមិនសូវស្ដាប់ព្រះធម៌ក៏យើងមិនសូវស្ដាប់អញ្ចឹងអត់មានអីធ្វើជាថ្នាំពៅយុទ្ធសាស្ត្រក្នុងចិត្តរបស់យើងឯងថាមកពោក្នុងខ្លួនរបស់យើងឯងមែនអត់ថាមកពលរបស់វិញ្ញាណបរិសុទ្ធហ្នឹងបាទវាអត់មានទេអញ្ចឹងគេហៅថាថាមកពលដែលខ្លាំងបំផុតសម្រាប់យើងហ្នឹងគឺស្ដាប់ធម៌ឲ្យបានច្រើនស្ដាប់ការណែនាំឲ្យបានច្រើនអាហ្នឹងជាថ្នាំផ្សះមួយលាងចិត្តរបស់យើងមួយថ្ងៃទៅមួយថ្ងៃដើម្បីឲ្យយើងនឹងយល់ពីបញ្ហាហ្នឹងព្រោះអីគេហៅបើសិនតែពាក្យថាមនុស្សវិញអ៊ីនសានជាភាសាអារ៉ាប់គេហៅភាសាភ្លេចអញ្ចឹងមនុស្សយើងគឺភ្លេចដើមកំណើតមកភ្លេចហ្មងអញ្ចឹងថ្នាំដែលអាចព្យាបាលអាចជំងឺភ្លេចនឹងអីគេដាស់រំលឹកបាទមែនទេមែនអញ្ចឹងពេលដែលយើងភ្លេចអាថ្នាំព្យាបាលវានឹងយើងដាស់រំលឹកសតិរបស់យើងបើមិនយើងដាស់រំលឹកដោយថ្នាំល្អវានឹងដើរលើផ្លូវល្អតែបើមិនយើងដាស់រំលឹកថ្នាំអត់ល្អមានន័យថាពាក្យសម្ដីដូចថាពេលដែលយើងខឹងអ្នកណាម្នាក់យើងតែងតែគិតថាអញគុំអានេះអញគុំអានោះអញ្ចឹងយើងដាស់រំលឹកនឹកឃើញវាហ្មងនឹកឃើញសត្រូវរបស់យើងហ្មងអញ្ចឹងពេលដែលយើងនឹកឃើញសត្រូវរបស់យើងនេះអាថ្នាំរំលឹកដល់អត់ល្អនេះយើងនឹកចាំរហូតអញឃើញថ្ងៃណាមួយអញនឹងសម្លាប់ឯងចាំអាវិញ្ញាណខ្មៅនឹងចូលមកបឹបមកមែនទេកាត់ជាកំហឹងលេងជាមួយគ្នាទាស់គ្នាតិចតួចហ៊ានលើកដៃសម្លាប់គ្នាឯងបានហ៊ានអាមេបាញ់បានអាហ្នឹងគេហៅថាថ្នាំមួយរំលឹកយើងអត់ល្អតែអាថ្នាំរំលឹកឲ្យយើងល្អហ្នឹងកុំធ្វើអញ្ចឹងស្ដាប់ព្រះធម៌បាបមែនទេចឹងបានចាស់គាត់តែងតែនិយាយអាកូននេះចិត្តខ្មៅហ្នឹងតាមពិតមែនគាត់និយាយអត់ខុសមែនព្រោះបើនៅពេលដែលស្ដាប់បងបានខ្ញុំយល់ណាថាតាមពិតចិត្តយើងមានពីរមានសមានខ្មៅព្រោះអីចិត្តមនុស្សយើងទាំងអស់តែងតែមានចិត្តមនុស្សយើងទាំងអស់តែងតែមាននៅក្នុងបេះដូងហ្នឹងគឺមានមួយល្អមានមួយអាក្រក់អាល្អហ្នឹងវាបង្ហាញអាភាពឈ្នានីសស្អប់ខ្ពើមគ្នាវាបង្ហាញភាពដែលអីមួយដែលអត់ល្អសម្រាប់មនុស្សយើងគិតថាឃើញបែបនេះឃើញបែបនោះអញ្ចឹងទៅគិតថានេះរស់ស៊ីមានបានជាងអញគិតវាល្អអាវិញ្ញាណខ្មៅហ្នឹង
ក៏ប៉ុន្តែជំហានទី1វាគ្រាន់តែធ្វើឲ្យស្អប់ទេជំហានទី2វាគ្រាន់តែធ្វើឲ្យយើងនឹងងប់ងល់ទេងប់ងល់អាភាពជាមួយនឹងស្អប់ហ្នឹងឯងអាជំហានទី3បំផុតហ្នឹងវានឹងគ្រប់គ្រងអារម្មណ៍របស់យើងពេលដែលយើងជួបបញ្ហារកស៊ីខាតសម្ដីសម្ដៅគេមើងងាយមកច្រើនមែនទេហើយអារម្មណ៍ផ្សេងគ្នាមានបញ្ហានេះបញ្ហានោះពួកអីនៅក្នុងផ្ទះវាតែងតែយកប្រឡោះជាមួយបងប្អូនក៏ដោយជាមួយសាច់ញាតិក៏ដោយជាមួយមិត្តភ័ក្តិក៏ដោយវាតែងតែរកប្រឡោះចាក់ឲ្យយើងនឹងកាន់តែទៅវាចាំផ្លុំតិចយើងរហូតហើយផ្លុំបើសិនយើងវានាំយើងអត់បានវានឹងបញ្ជាមនុស្សដើម្បីឲ្យយើងវិញម្ដងអញ្ចឹងឧទាហរណ៍ថាវានាំខ្ញុំអត់បានទេក៏ប៉ុន្តែវានឹងបញ្ជាមនុស្សម្នាក់នេះមកដុតខ្ញុំម្ដងអូយល់បងយល់ទេមានន័យថាវិញ្ញាណខ្មៅធម្មតាឧទាហរណ៍ខ្ញុំមានមួយបងមានមួយចឹងនៅពេលដែលវិញ្ញាណរបស់ខ្ញុំវាបញ្ជាខ្ញុំអត់បានវាទៅប្រាប់វិញ្ញាណខ្មៅរបស់បងឲ្យបងនិយាយមួយខ្ញុំវិញហ្នឹងហើយវានៅផ្លុំកជាអញ្ចឹងដើម្បីឲ្យយើងមានទំនាស់គ្នាអាពីរហ្នឹងវាចាក់គ្នាហើយខឹងវាទៅហើយឆ្លោះវាទៅអានេះក៏ស្មុគស្មាញអានោះក៏ស្មុគស្មាញស្រែកដាក់គ្នាញ៉ៃចាប់ផ្ដើមគិតខ្លីមែនទេចាប់ផ្ដើមមានបញ្ហារៀនអត់ចេះបើសិនតែនិស្សិតវិញចាប់ផ្ដើមរៀនអត់ចេះអង្គុយស្មងស្មាញនៅក្នុងបន្ទប់បន្ទាប់មកក្តីសម័យឃើញនេះឃើញនោះច្រើននៅក្នុងខួរក្បាលពួកអីកើតទៅលើចំពោះនិស្សិតភាគច្រើនបាក់ទឹកចិត្តចង់ដឹងអត់ដេកអត់ឆ្អែតអស់ធម្មពលហូបអត់ឆ្អែតតាក់ទងជាមួយបញ្ហានេះបញ្ហានោះច្រើនគិតច្រើនសតិយើងអត់សូវល្អទៀតតែបើសិនតែអ្នកសតិល្អគេហៅថាមានពេលវេលាចេញទៅនេះចេញទៅនោះដើម្បីបំភ្លេចនេះបំភ្លេចនោះគេហៅថាវាអត់សូវសុខស្មាញយើង refill អារម្មណ៍មកបាទយើងអាចរំលឹកមកវិញបានក៏ប៉ុន្តែប្រសិនបើនិស្សិតណាតែងតែខ្វល់ពីវាពេកវាចាប់ផ្ដើមចូលផ្លុំម្ដងតិចហឹងទៅជាមកស្ដាប់អីក៏លែងឮដែរអ្នកណាពយល់ក៏លែងស្ដាប់ដែរព្រោះអីវាដោះស្រាយហើយមែនទេអាព្រលឹងខ្មៅនោះវាចូលក្នុងខ្លួនយើងគ្រប់ហើយស្អីក៏នេះដែរចាំថ្ងៃណាអាកាសល្អផ្ដល់កម្រិតមែនតើអញនឹងលោតទឹកអញនឹងសម្លាប់ខ្លួនហ្មងបាទបងយល់ទេអញ្ចឹងបងប្អូនទាំងអស់គ្នាតាមពិតបង model គាត់បកស្រាយនេះយើងមិនមានន័យថាមិនមែនតន់និយាយពីសាសនាទេគឺអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អត់ថាហេតុអីបានសាសនានីមួយណែនាំមនុស្សឲ្យធ្វើអំពើល្អព្រោះអីវិញ្ញាណខ្មៅហ្នឹងគឺនៅតាមយើងរហូតរាល់ចិត្តមានន័យថាអាចិត្តល្អនេះកាន់តែថយចុះវាកាន់តែមានអំណាចចូលបាទអញ្ចឹងបានគ្រប់សាសនាទាំងអស់គឺណែនាំមនុស្សឲ្យធ្វើអំពើល្អបាទព្រោះអីបើសិនជាឧទាហរណ៍ថាមនុស្សម្នាក់ហ្នឹងបើសិនជាឧទាហរណ៍ចរិតគាត់សភាពរៀបសារទេដល់ពេលសុកទៅជាមនុស្សចិត្តដាច់ហ៊ានធ្វើអីមួយពេលខ្លះហ៊ានសម្លាប់មនុស្សទៀតគឺដោយសារអីដោយសារវាមានមនុស្សពីរនៅក្នុងខ្លួនមួយហើយថ្ងៃនេះគឺមិនថាអ្នកទាំងអស់គ្នាមិនថាខ្ញុំគឺខ្ញុំដូចថាស្រឡះក្នុងចិត្តហ្មងថាហេតុអីបានយើងតែងតែលឺគេនិយាយថាអមនុស្សតែងតែលឺឲ្យហាមនុស្សចិត្តខ្មៅតែងតែលឺពីមុនមកតែយើងអត់ដឹងពីដើមចងថាវាមកពីណាហេតុអីបានវាអញ្ចឹងគឺអរគុណបងមែនទែនសម្រាប់ការបកស្រាយមួយនេះគឺមិនថាខ្ញុំមិនថាអ្នកទាំងអស់គ្នាគឺស្វាងចែអញ្ចឹងបានថាហេតុអីបានយើងពេលខ្លះយើងស្អប់គេឧទាហរណ៍គេធ្វើបាបយើងឬក៏គេធ្វើអីមួយលើយើងបើសិនជាយើងនៅតែគិតថាសើរើពីអាទង្វើអាក្រក់របស់គេនឹងមកលើយើងស្អប់ម្នាក់នឹងកាន់តែខ្លាំងហេតុអីគឺដោយសារមានវិញ្ញាណខ្មៅវាចាំចូលយើងវាចាំប្រាប់យើងថាអានឹងអាក្រក់ណាស់អានេះអញ្ចេះអានេះអញ្ចេះតាមពិតមានអ្នកប្រាប់យើងប៉ុន្តែបើសិនជាយើងបកមកវិញយើងគិតមើលអំពើល្អមានន័យថាយើងចេះclear វាចោលថាអូបើសិនជានេះឲ្យវាទៅមួយរបៀបអញ្ចឹងអាហ្នឹងយើងចាប់ដើមឆ្លាស់មកវិញយើងអាកំហឹងក្នុងចិត្តហើយនឹងអាការគុំគួនហ្នឹងក៏វាបាត់តាមហ្នឹងដែរបាទនិយាយទៅយើងអត់ទាន់ដល់សាច់រឿងព្រឺព្រួយនៅឡើយទេបង model គឺគាត់ទើបតែបកស្រាយពាក់ព័ន្ធជាមួយនឹងវិញ្ញាណខ្មៅហើយពាក់ព័ន្ធជាមួយនឹងវីដេអូដែលគាត់បានបង្ហោះហើយខ្ញុំចាប់អារម្មណ៍បានធ្វើ reaction ជាមួយនឹងវីដេអូរបស់គាត់នឹងហើយអ្នកទាំងអស់គ្នាឃើញនាទីគឺអានេះទើបតែចែកម្លែកពាក់ព័ន្ធមួយហេតុអីបានមាន
វិញ្ញាណខ្មៅហេតុអីបានមានអមនុស្សនឹងយើងអត់តន់ចូលសាច់រឿងដែលគាត់ធ្លាប់ជួបព្រឺព្រួចទេណាយើងទៅចូលមករឿងឯងប៉ុន្តែក្នុងការបកស្រាយហ្នឹងយើងមានស៊ីជម្រៅជាងនឹងទៀតត្រូវអត់បងបាទមានបាទប៉ុន្តែនៅពេលដែលយើងទទួលបានពីវិនាទីដំបូងដែលបងចែកម្លែកមកដល់ពេលនេះមានអារម្មណ៍ថាយើងយល់បានច្រើនខ្ញុំពីមុនខ្ញុំអត់ដឹងហ្មងហើយក៏អត់ដែលឮមានអ្នកណាគេចែកម្លែកពាក់ព័ន្ធមួយបញ្ហាហ្នឹងដែរគ្រាន់តែយើងដឹងថាអូអមនុស្សមានពិតអ្នកធ្លាប់ជួបបានដឹងអ្នកធ្លាប់ឃើញបានដឹងហើយមែនតែនទៅសំបីតែខ្ញុំផ្ទាល់ក៏ខ្ញុំជួបច្រើនដែរប៉ុន្តែយើងអត់ដឹងថាហ្នឹងវាមកពីអីវាមកពីណាឧទាហរណ៍បងលើកឡើងកន្លែងយល់សពអីចឹងណាហើយជួនកាលទង្វើដែលយើងធ្វើថ្ងៃហ្នឹងមានអារម្មណ៍ថាដូចធ្លាប់ធ្វើហើយអញ្ចឹងគឺយើងស្រឡះមែនតែនហ្មងនៅក្នុងថ្ងៃហ្នឹងអញ្ចឹងកម្មវិធីរបស់យើងមិនត្រឹមតែបានកំសាន្តទេដូចខ្ញុំបញ្ជាក់ពីដើមមកអញ្ចឹងថាយើងបានទាំងចំណេះដឹងផ្នែកហ្នឹងទៀតហើយគឺថ្ងៃនេះដូចខ្ញុំបញ្ជាក់តាំងខាងដើមវីដេអូអញ្ចឹងថាបងគឺជា guest ពិសេសហ្មង special guest ហ្មងហើយខ្ញុំតែងតែដូចថាចង់ជួបបងចង់ឲ្យបងចូលរួមមួយកម្មវិធីដើម្បីចែកម្លែកមែនតែនព្រោះគាត់ជាមនុស្សម្នាក់អាចនិយាយបានថាច្បាស់ជ្រៅជ្រះមានចំណេះដឹងគាត់សិក្សាបានច្រើនមែនតើអ្នកទាំងអស់គ្នាអញ្ចឹងហើយនៅពេលដែលគាត់បកស្រាយមួយមកយើងមានអារម្មណ៍ថាចំអ្វីដែលយើងចង់ដឹងណាដាក់មកចំហើយគឺស្រឡះហ្មង